មែនឬប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាអ្នកនឹងជួយហួរដូចជាស្រដៀងគ្នាម្ល៉េះតើអ្នកឈ្មោះអ្វីបើប្រាប់ឈ្មោះទៅច្បាស់ជាត្រូវគាត់ចាប់បានមិនខានដាច់ខាតមិនអាចទម្លាយបានទេជួយហួរស្លាប់ហើយប្រុសម្នាក់នេះចង់កំហឹងម្ល៉េះបើដឹងថាខ្ញុំพูดគាត់ច្បាស់ជារកគ្រប់វិធីមកធ្វើបាបខ្ញុំមិនខានដាច់ខាតមិនអាចទទួលស្គាល់ទេជួយហួរស្អីតើជួយហួរជាអ្នកណាខ្ញុំដឹងហើយជួយហួរជាគូស្នេហ៍របស់អ្នកមែនទេលោកប្រធានហៅក្នុងពេលដែលអ្នកទាំងពីរត្រូវគ្នាវិញហើយអញ្ចឹងខ្ញុំមានតែជូនពរអ្នកទាំងពីរហើយយ៉ានឈៀនឈាវអ្នកត្រូវតែរស់នៅឲ្យបានល្អចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍មកខ្ញុំមិនដែលបានគេងលក់ស្រួលមួយយប់ឡើយកញ្ជ្រងតូចតើអ្នកអាចជាមនុស្សដែលមកព្យាបាលខ្ញុំដែរឬទេអ្នកឆាប់ចេញទៅក្រៅភ្លាមទៅខោអាវដែលបត់ស្អាតនៅជិតនោះនាងពាក់ខ្លួនឯងទៅអាក្រក់នេះជាអាហារពេលព្រឹកដែលរៀបចំសម្រាប់នាងមិនដឹងថានាងចូលចិត្តមួយណាទេមានទាំងម្ហូបចិននិងម្ហូបបោះចិនប្រទេសលោកត្រៀមតែពីចំណែកនេះទេអីនាងជ្រើសរើសមុនទៅចំណែកដែលនៅសល់ខ្ញុំញ៉ាំខោអាវណែច្រកចូលគឺរៀបចំសម្រាប់នាងចូលចិត្តទាំងពីរជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាស្និទ្ធស្នាលខ្លាំងប៉ុន្តែគ្មានការចងចាំដែលគួរឲ្យស្អប់តតែសោះលោកជាមនុស្សទី3នៅលើโลกនេះក្រៅពីម៉ាក់និងលោកគ្រូដែលបានទិញខោអាវឲ្យខ្ញុំអរគុណលោកណាសុទ្ធតែជាកូនស្រីត្រកូលមេតបដូចគ្នាហើយអ្វីបានជាអ្នកស្រស់ស្អាតម្ល៉េះមើលបងស្រីអ្នកចុះមុខមាត់ដូចជាបិសាចអាក្រក់មើលឃើញហើយចង់តែចង្អោរគាត់ថ្ងៃនេះខ្ញុំឃើញគាត់ដើរទៅជាមួយបុរសម្នាក់ទៀតពេលនេះប្រហែលជាកំពុងតែសប្បាយរីករាយនៅកន្លែងណាមួយហើយមែនទេពីបុរាណមាននាងអ៊ឺហួងនិងនាងនីយីងដែលបានរៀបការជាមួយស្ដេចស៊ុនចំណែកឯខ្ញុំវិញមានអ្នកទាំងពីរចាំបម្រើនាងស្រីថោកទាបថ្ងៃនេះបើមិនធ្វើឲ្យអ្នកអង្គក្បាលចុះទេខ្ញុំនឹងមិនមែនជាមនុស្សទេអាស្រីថោកទាបនេះពិតជាមិនចេះរៀនសូត្រអ្វីល្អសោះគ្រួសារអ្នកសុទ្ធតែជាមនុស្សថោកទាបនាងមេបិសាចនោះពិតជាមិនចេះអប់រំកូនមែនគ្រួសាររបស់ពួកឯងសុទ្ធតែជាពូជអាក្រក់ចៅតុងតើឯងបានធ្វើអ្វីខ្លះពិតណាស់គឺជួយកែសម្រួលទម្លាប់អាក្រក់ដែលចូលចិត្តនិយាយពាក្យអសុរោះរបស់ពួកឯង
តើវាអាចទៅរួចយ៉ាងម៉េចតើវាអាចទៅរួចយ៉ាងម៉េចចៅតុងត្រូវតែជាចៅតុង លោកប្រុសទី3កុំទាន់អើភ័យអីប្រហែលជាថ្ងៃនេះលោកផឹកស្រាច្រើនពេកហើយបន្ទាប់ពីនេះមិនបាច់ឲ្យខ្ញុំមកមើលទៀតទេតែពាក់កណ្ដាលខែទៀតនឹងជាសះស្បើយទាំងស្រុងហើយ អរគុណច្រើនដែលស្ដេចយមរីតូចបានព្យាបាលលោកចង់បានអ្វីសូមនិយាយមកខ្ញុំប្រកាសជាធ្វើឲ្យបាន ត្រូវសូមឲ្យត្រកូលសាងខាងជួយស៊ើបអង្កេតប្រហែលជាអាចឆាប់រកឃើញមូលហេតុនៃការស្លាប់របស់ម្ដាយខ្ញុំជួយស៊ើបអង្កេតរឿងរ៉ាវនៃការស្លាប់របស់ម្ដាយខ្ញុំបន្តិច និយាយឲ្យមែនទេខិតខំស៊ើបអង្កេតអស់ពីសមត្ថភាពខ្ញុំចង់ដឹងលទ្ធផលក្នុងពេលឆាប់បំផុតបាទស្រីស្អាតមកតែម្នាក់ឯងមែនទេចង់ទៅជិះរថយន្តលេងជាមួយគ្នាទេ ប្រឡែង ស្រីស្អាតខ្ញុំគ្មានបំណងអាក្រក់ទេគ្រាន់តែចង់រាប់អានជាមិត្តជាមួយនាងប៉ុណ្ណោះអ្នកទាំងអស់គ្នាអត់អីទេមែនទេ គ្មានអីទេ អញដឹងទេថាខ្ញុំជាប្រុសណាហ៊ានធ្វើបែបនេះខ្ញុំមិនខ្វល់ថាអញជាប្រុសណាទេអញហ៊ានមើលងាយស្ដេចយមរីតូចអ្នកគឺជាស្ដេចយមរីតូចមែនទេស្ដេចយមរីតូចលោកអាចជួយពិនិត្យឲ្យខ្ញុំបន្តិចបានទេលោកកុំបារម្ភរឿងប្រាក់រង្វាន់គ្មានបញ្ហាទេប្រញាប់ទៅហៅស្ដេចបិសាចមកជួយជីវិតខ្ញុំផងគេចចេញទៅស្ដេចបិសាចតូចខ្ញុំក៏មានបានបញ្ជាបែបនេះដែរ បើដូច្នេះមែនរបស់ដែលគ្រូខ្ញុំចង់បានប្រហែលជាវានេះហើយតើអ្នកអាចយកអ្វីមកដូរបាន តើអ្នកត្រូវការអ្វី ធ្នើដាក់ទំនិញមានរបស់មានតម្លៃដែលគួរឲ្យចង់ដូរយក នៅក្នុងបន្ទប់សៀវភៅរបស់លោកម្ចាស់សុទ្ធតែជាវត្ថុមានតម្លៃទាំងនោះ ប្រសិនបើមានមែនខ្ញុំអាចពិចារណាមើល លោកម្ចាស់លោកមិនទាន់សម្រាប់ទេបន្ទប់សៀវភៅជាកន្លែងសំខាន់តើអ្នកមកធ្វើអ្វីលួចលាក់នៅទីនេះមិនទាន់នាំខ្លួនកូនប្រុសទី3ទៅឃុំខ្លួននៅសាល ជើងហាក់ដូចជាមិនអីទេតើ ស្ញាត់មានអ្នកផ្សេងចូលមកហើយអ្នកទៅខាងឆ្វេងខ្ញុំទៅខាងស្ដាំឯងជានរណាហេតុអ្វីបានជាដឹងពីអាចកំបាំងនៃធ្នើដាក់ទំនិញនេះ ហើយបិឈិនហេតុអ្វីបានជាគាត់នៅទីនេះ លោកប្រុសតើត្រូវដោះស្រាយជាមួយមនុស្សម្នាក់នេះយ៉ាងដូចម្ដេច មើលទៅជើងរបស់អ្នកមានបញ្ហាអញជានរណាឲ្យប្រកាស ខ្ញុំអាចជួយព្យាបាលជើងរបស់អ្នកឲ្យជាសះស្បើយបានតែមានលក្ខខណ្ឌគឺអ្នកត្រូវតែដោះលែងខ្ញុំ តើអ្នកមានទំនុកចិត្តប៉ុន្មានភាគរយ ក្នុងរយៈពេលកន្លះឆ្នាំជើងរបស់អ្នកនឹងត្រឡប់មកដូចមនុស្សធម្មតាវិញម្ចាស់វាមានហូរសង្ឃឹមថាសុខសប្បាយទេ នាងមានទំនុកចិត្តយ៉ាងនេះថាអាចព្យាបាលជំងឺខ្ញុំជា ខ្ញុំនិយាយថាខ្ញុំមានទំនាក់ទំនងខ្លះជាមួយយ៉ានវ៉ាងតូចដែលលោកតាមរកលោកជឿទេ អញ្ចឹងយ៉ានវ៉ាងតូចខ្ញុំតាមរកយូរហើយតែគ្មានតម្រុយបន្តិចសោះ មិនអាចលាក់ទៀតទេត្រូវតែយករបស់ចេញមកហើយ
ចុះបើខ្ញុំជួយស្ទង់ជីបចោមើលជំងឺឲ្យលោកនោះលោកនឹងដឹងថាខ្ញុំចេះរត់ហើយ ស្ទង់ជីបច ជើងរបស់លោកទើបតែជាសះស្បើយក្នុងរយៈពេល2ឆ្នាំនេះទេមែនទេទោះបីជាអាចដើរនិងរត់លោតបានប៉ុន្តែរៀងរាល់យប់គឺឈឺចាប់ពិបាកទ្រាំណាស់ ហេតុអ្វីនាងដឹងទៅវិញ នៅមានមួយឃ្លាចុងក្រោយថែមទាំងមិនដឹងខ្លួនក៏អស់កម្លាំងទុនជើងដែរមែនទេ ម្នាក់នេះហេតុអ្វីដូចអ្វីដែលជាងធំបាននិយាយចឹង ចំពោះតម្រុយយ៉ានវ៉ាងតូចនេះត្រូវកំណត់កិច្ចព្រមព្រៀងឲ្យបានត្រឹមត្រូវក្នុងរយៈពេលកន្លះឆ្នាំនៃការព្យាបាលជំងឺឲ្យលោកទី1លោកមិនអាចបង្ខំខ្ញុំឲ្យធ្វើរឿងដែលខ្ញុំមិនចូលចិត្តឡើយទី2ពេលវេលាព្យាបាលខ្ញុំនឹងជម្រាបលោកជាមុនចំណុចនេះត្រូវស្ដាប់តាមខ្ញុំទី3ដូចដែលបានរៀបរាប់ខាងលើ ល្អគ្មានបញ្ហាទេ នៅសម្លឹងមើលទៀតការព្យាបាលលើកដំបូងអាចនឹងឈឺបន្តិចអ្នកត្រូវតែអត់ធ្មត់ព្រោះតែសរសៃឈាមរបស់អ្នកត្រូវការសម្រួលឲ្យដើរស្រួល10នាទីក្រោយអ្នកនឹងត្រូវឆ្លងកាត់ការសាកល្បងក្តៅត្រជាក់ពីផ្ទុយគ្នាដំណាក់កាលនេះគឺឈឺចាប់បំផុតអ្នកត្រូវតែទ្រាំឲ្យបាន បាទ អ្នកសម្រួលអារម្មណ៍ទៅគុំទប់ដង្ហើមអីដកដង្ហើមចូលដកដង្ហើមចេញដកដង្ហើមចូលដកដង្ហើមចូលដកដង្ហើមចេញអ្នកទ្រាំបន្តិចទៀតទៅមួយសន្ទុះទៀតនឹងជាហើយ ជើងនៅឈឺបន្តិចអ្នកជួយច្របាច់ឲ្យខ្ញុំបន្តិចមើល តើអ្នកឈ្មោះអ្វី ប្រាប់ឈ្មោះគេមិនស្មើនឹងបៃកាទេខ្ញុំទៅតែមកដល់ណានឆឹងដាច់ខាតមិនអាចឲ្យបៃកាឡើយខ្វៃហោ ខ្វៃហាគុណបំណែកថ្ងៃនេះខ្ញុំពិតជាត្រូវតបស្នងក្លិនរបស់ម្នាក់នេះដូចគ្នានឹងខ្វៃហោបែបនេះតើនាងអាចជាខ្វៃហោដែរឬទេ សំណាងហើយមិញនេះបើឲ្យគាត់ដោះម៉ាស់ចេញគឺត្រូវលាបត្រដាងហើយមើលទៅអំបូរហោមិនសុវត្ថិភាពទេដើម្បីសុវត្ថិភាពខ្ញុំប្រហែលជាត្រូវត្រឡប់ទៅផ្ទះវិញសិនហើយចៃដនអាចស៊ើបអង្កេតពីមូលហេតុនៃការស្លាប់របស់ម្ដាយខ្ញុំបាន អ្នកប្រុសនេះជាថ្នាំអ្នកប្រុសត្រូវញ៉ាំជារៀងរាល់ព្រឹកបន្ទាប់ពីរៀបក្រោកពីគេងចុះគាត់នៅណាចាក់មជុលវិទ្យាសាស្ត្រឲ្យអ្នកប្រុសរួចមិនទាន់បានប៉ុន្មានផងក៏ចាក់ចេញទៅបាត់ហើយមិនបាច់ទេ អ្នកប្រុសជើងរបស់អ្នកប្រុសមិនបាច់មានអ្នកទប់ក៏អាចក្រោកឈរបានដែរតែចិត្តជាសះស្បើយហើយមែនទេឥឡូវនេះស្ថិតក្នុងដំណាក់កាលព្យាបាលនៅតែត្រូវបន្លំខ្លួនដដែលអ្នកប្រុសទើបតែទទួលបានដំណឹងថាអ្នកប្រុសទី2ចិត្តត្រឡប់មកប្រទេសវិញហើយចុងក្រោយចិត្តត្រឡប់មកវិញហើយមែនទេប៉ាម៉ាក់ពួកអ្នកកុំបារម្ភខ្ញុំប្រកាសជារកឃើញឃាតករពិតប្រាកដដែលសម្រាប់អ្នកទាំងពីរដើម្បីយកពួកវាមកប្រន្ទាទោសតាមច្បាប់ឲ្យបានរឿងដែលឲ្យអញស៊ើបតើបានស៊ើបហើយឬនៅស៊ើបហើយប្រវត្តិរូបរបស់អ្នកប្រុសស្រីស្អាតស្អំដូចជាក្រដាសមួយសន្លឹកអញ្ចឹងស៊ើបអ្វីមិនឃើញសោះវាតែបង្ហាញថាលាក់ខ្លួនបានយ៉ាងជ្រៅទៅវិញទេបន្តស៊ើបទៀតទៅបាទគុំខ្វល់ពីគេអីឪពុករបស់កូនស្រឡាញ់កូនបំផុតហើយដឹងទេធំពាក់មួយនេះទៅនឹងរឹតតែដូចព្រះនាងតូចហើយគ្រឿងអលង្ការរបស់ម្ដាយខ្ញុំនៅតែមាននៅក្នុងផ្ទះនេះឬចុះរបស់របរផ្សេងទៀតរបស់ម្ដាយខ្ញុំនៅឯណានៅជាន់ក្រោមដី
រកឃើញរបស់អនរបស់អញហើយមែនទេពិបាកចិត្តជំនួសអញណាស់របស់ហ៊ូសម័យបែបនេះគួរតែបោះចោលយូរហើយតើអ្នកណាទៅនៅរក្សាទុកវាទៀតរបស់ឯកចៃបែបនេះគួរតែយកទៅបោះចោលក្នុងគំនរសម្រាប់ទៅកុំចេះតែរើស្អីមកផ្ទះអីខ្លាចចំដាយខ្ញុំទៅរកនាងដើម្បីយកគ្រឿងអលង្ការមកវិញអាំងស្អីទៅនោះចំរបស់ផ្ទះខ្ញុំទោះជាខ្ញុំជាអ្នកយកក៏មិនមែនជារបស់ឯងដែរឯងមើលទៅថាគាត់ព្រមអត់របស់មនុស្សស្លាប់សោះឯងមិនខ្ពើមអើមទេអីបានជាហ៊ានយករៀបចំទុកមកវិញសងមកខ្ញុំវិញសងឲ្យឯងវិញហេខ្ញុំសងឲ្យឯងឥឡូវហើយមិនបាច់ប្រញាប់ទេជាងស៊ីថងរបស់បែបនេះបែកហើយគឺបែកហើយមិនក៏យំដែរមិនឯងចង់វាយខ្ញុំមែនទេខ្ញុំខ្លាចណាស់ជាងស៊ីថងឯងធ្វើស្អីហ្នឹងមិនក៏ហ៊ានវាយប្អូនស្រីគ្រាន់តែព្រោះតែរបស់អនមួយសោះបងប្អូនស្រីមានល្បិចល្អណាស់មើលចុះសំបីតែពួកយើងនៅទីនេះក៏ត្រូវគេធ្វើបាបដល់ថ្នាក់នេះដែរចុះបើពួកយើងមិននៅវិញផ្ទះនេះមិនដឹងជីវិតក៏ដល់ថ្នាក់ណាទេបាក់ប៉ាកុំបន្ទោសបងស្រីអីគឺប្អូនដួលដោយខ្លួនឯងទេមិនពាក់ព័ន្ធនឹងបងស្រីទេអញមើលខ្លួនឯងទៅមើលខ្លួនឯងចុះប្អូនស្រីអញខ្លាចជាបែបនេះហើយនៅតែជួយការពារអញទៀតកូនអត់មានទេកូនអត់មានទេប៉ាគឺពិតជាខ្ញុំដួលដោយខ្លួនឯងមែនមិនពាក់ព័ន្ធនឹងបងស្រីទេខ្ញុំឲ្យតែឯងនៅគឺល្មមគ្រប់គ្រាន់ហើយឯងជឿទេថាខ្ញុំនឹងបំផ្លាញរបស់ម្ដាយឯងចោលទាំងអស់របស់ម៉ាក់ខ្ញុំអ្នកនៅមានទៀតឬថងត្បូងស្មាក់នេះសំខាន់ណាស់ថ្ងៃក្រោយបើម៉ាក់មិននៅទេជ្រុះបាត់អ្វីក៏បានតែរបស់នេះដាច់ខាតមិនត្រូវឲ្យបាត់ឡើយលោកគ្រូត្បូងពេជ្រនេះខ្ញុំបានបំបែកជាពីរពេលរកថងឃើញចាំប្រកូលពាក់កណ្ដាលទៀតឲ្យនាងម៉ាក់ហេតុអ្វីបានជាឥឡូវមិនព្រមមកខ្ញុំតាមពិតពាក់កណ្ដាលនោះស្ថិតនៅក្នុងដៃរបស់ជាងឆឹងនេះគឺជាដំរីមួយចង់បានរបស់នេះឯងត្រូវតែស្ដាប់បង្គាប់ខ្ញុំបើប្រះចាកខ្ញុំនឹងក្រវែងចោលភ្លាមតើអ្នកចង់បានអ្វីថ្មីនេះក្រុមហ៊ុនមិនសូវកើនឡើងអញទៅជួបលោកតាហាសុំគម្រោងខ្លះមកតើនរណាជាអ្នកវាយស្នាមកំភ្លៀងលើមុខនាងចាំងថងតើនាងប្រាប់ខ្ញុំដោយខ្លួនឯងឬចង់ឲ្យខ្ញុំស៊ើបមើលគ្មាននរណាវាយខ្ញុំទេជើងលោកនៅឈឺទេខ្ញុំកំពុងសួរនាងតើនាងកិច្ចវិសធ្វើអ្វីខ្ញុំមិនអីទេតើអ៊ីនធ្វើអ្វីខ្ញុំគ្មានទេលែងខ្ញុំទៅតាក់ខ្ញុំចោះយប់ណាស់ហើយតើនាងចង់សម្រាកនៅទីនេះទេថាម៉េចខ្ញុំសួរថាតើនាងចង់នៅទីនេះទេអត់ទេតើមានរឿងអ្វីកើតឡើងចំពោះមុខអ្នកនាងគឺចាងឆឹងលីជាអ្នកវាយតើក្រុមហ៊ុនចាងស្អីនឹងទំនេរខ្លាំងណាស់មែនទេហ៊ានមកវាយមនុស្សរបស់ខ្ញុំគឺពិតជាចង់ស្លាប់ហើយក្នុងពេលដែលហ៊ានវាយគឺត្រូវតែសងជំងឺចិត្តហើយបាត់ចៅហ្វាយហេតុអ្វីបានជាស្រាប់តែពាក់វ៉ែនតាខ្មៅចឹងប្រធានក្រុមប្រឹក្សាភិបាលវិនិច្ឆ័យហើយតម្លៃភាគហ៊ុនរបស់យើងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរភាគហ៊ុនរបស់ក្រុមហ៊ុនជាងគ្រប់ធ្លាក់ចុះយ៉ាងខ្លាំងចាំមើលថាតើឯងទៅសុំលុយពីលោកតាហ្វដោយរបៀបណាខ្ញុំគ្មានសមត្ថភាពបែបនោះទេជាងសុយអ៊ូនិងហ្វស្រាវយងតាក់ទងគ្នាហើយតើពួកគេមិនបានប្រាប់អ្នកទេ
ស្អីគេ ឯងនិយាយផ្ដេសផ្ដាសស្អីហ្នឹងកាលពីលើកមុនខ្ញុំនៅតែឃើញឯងដើរលេងជាមួយមនុស្សមិនសមរម្យឯងលួចក្បត់ចិត្តលោកអ៊ុំហ្វ ជាងថងហេតុអ្វីបានជាអញគ្មានគេខ្មាស់បែបនេះទៅមុខទៀតបើគ្មានការអនុញ្ញាតពីអញមិនឲ្យចេញក្រៅទេយកនាងទៅចាក់សោក្នុងបន្ទប់ទៅបាទលោកម្ចាស់ត្រូវគេឃុំឃាំងនៅទីនេះល្មមមានពេលទំនេរលេងហត់ហើយគ្មានកម្លាំងទេ没来得及。អូអ្នកធ្វើអីហ្នឹងមានរឿងអីខ្ញុំមើលទូខោអោប្រពន្ធខ្ញុំបន្តិចមិនបានទេហ៎តើអ្នកទៅពេលណាយប់ហើយអ្នកមិនចូលគេងទេហ៎ចុះបើអ្នកមិនទៅដេកទេមកដេកលើក្រែខ្ញុំធ្វើអីអ្នកជាប្រពន្ធខ្ញុំតើខ្ញុំមកដេកទីនេះមានបញ្ហាអីមកដេកមកចេញទៅភ្លាមខ្ញុំចង់គេងហើយរាងកាយអ្នកមួយណាដែលខ្ញុំមិនធ្លាប់ឃើញប្រញាប់ដេញខ្ញុំចេញធ្វើអីបានចង់ដេកក៏ដេកទៅប៉ុន្តែខ្ញុំយកថ្លៃឈ្នួលណាបានស្អែកខ្ញុំនឹងផ្ទេរលុយឲ្យហាមឆ្លងកាត់បន្ទាត់នេះណាបើមិនអញ្ចឹងទេចេញទៅក្រៅភ្លាមបិទភ្លើងទៅបិទភ្លើងទៅដឹងមុនក៏ល្អដែរថ្លៃឈ្នួលផ្ទះរឿងអីក៏អ្នកចង់ដឹងដែរប្រពន្ធសម្លាញ់ឲ្យញ៉ាំបាយឯងមិនចេញទៅក្រៅមួយឆ្នាំហើយតើទៅរកប្រុសស្នេហ៍មែនទេអូមិនអាចទេដឹងមានអ្នកខ្លះចេញទៅក្រៅមិនរួចទេដឹងអ្នកនាងជាមនៅខាងក្រៅមានឡានមួយគ្រឿងជារបស់លោកខាគេថាចង់យកខោអាវមកជូនអ្នកនាងជាមស៊ីយូឃើញទេពីថ្ងៃមុនខ្ញុំគ្រាន់តែនិយាយលេងលោកប្រុស3ក៏ចាត់មនុស្សឲ្យយកខោអាវមកជូនខ្ញុំថ្ងៃនេះចុះអញវិញប្តីពីការរបស់ឯងមានផ្ញើអ្វីឲ្យឯងទេជុំថងឯងរៀនសូត្រតាមស៊ីយូឲ្យច្រើនទៅពួកឯងជាបងប្អូននឹងគ្នាស៊ីយូដឹងកាលៈទេសៈណាស់មើលឯងចុះស៊ីយូឯងប្រញាប់ទៅមើលគេផ្ញើអ្វីខ្លះមកឯងចំថងមួយជីវិតនេះឯងប្រហែលជាមិនដែលឃើញម៉ាក់ប្រណិតបែបនេះទេដឹងខោអាវទាំងនេះសុទ្ធតែជារបស់ខ្ញុំមែនទេបាទសុទ្ធតែផ្ញើជូនអ្នកនាងជួមចំថងឃើញទេលោកប្រុស3ល្អចំពោះខ្ញុំប៉ុណ្ណាថ្ងៃមុខខ្ញុំរស់នៅភូមិគ្រឹះស្វីម៉ាក់ល្បីមើលឯងដែលរៀបការជាមួយអាពិកាហាពីទីនោះចុះគ្មានស្អីតតែសោះត្រូវហើយមើលស៊ីយូហើយមើលឯងចុះឯចាស់ហើយគ្មានសមត្ថភាពទេបើឯងមិនល្អដាក់អូនស្រីឯងទេតើនរណានឹងជួយឯងទៅថ្ងៃមុខតើចំថងអាចមិនត្រូវការជំនួយពីស៊ីយូយើងយ៉ាងម៉េចទៅមិនក៏អាចទៅរួចហេតុអ្វីបានជាខោអាវតូចជាងមួយទំហំចឹងមិនក៏ខោអាវទាំងអស់តូចជាងមួយទំហំតើអ្នកឯងយកច្រឡំឬអត់ទំហំគឺមិនខុសទេគឺរៀបចំជូនអ្នកនាងជួមចម្លែកណាស់ខ្ញុំប្រើទំហំនេះរហូតតែមិនក៏មិនត្រូវទៅវិញយ៉ានអានអរគុណដែលបានផ្ញើខោអាវឲ្យខ្ញុំខោអាវដែលអ្នកផ្ញើមកខ្ញុំចូលចិត្តណាស់ខ្ញុំមិនបានផ្ញើខោអាវឲ្យអ្នកទេ
មិនក៏អាចទៅរួច យ៉ាងម៉េចដែរតើអ្នកនាងវ័យក្មេងពេញចិត្តទេខ្ញុំដូចជាច្រឡំមនុស្សជាអ្នកនាងវ័យក្មេងហុចទូរស័ព្ទឲ្យអ្នកនាងវ័យក្មេងទៅអ្នកនាងវ័យក្មេងទូរស័ព្ទរបស់អ្នកប្រុសតើអូនមើលទៅមានខុសអាប់ណាដែលអូនពេញចិត្តទេបងមិនដឹងថាអូនចូលចិត្តអីគឺទិញបន្តិចបន្តួចពីគ្រប់ហាងតែម្ដងតែសេវាកម្មមួយនេះពេញចិត្តដែរទេ អរគុណអ្នកខ្ញុំពេញចិត្តណាស់បើគ្មានការអីទេខ្ញុំបិទហើយពូបេទីងឲ្យខ្ញុំចេញក្រៅតើតម្រូវឲ្យសុំការអនុញ្ញាតដើម្បីចេញក្រៅទេ បានតើ លោកប៉ាមើលនាងចុះនាងមិនតម្កល់ប៉ានៅក្នុងភ្នែកតតែសោះគាត់មិនតន់ទៅទៀត ឃើញអូនមិនសូវមានខោអាវមនុស្សស្រីពួកអូនមិនមែនចូលចិត្តខោអាវថ្មីទេអីធ្វើជាមនុស្សស្រីរបស់បងមិននឹងឲ្យតូចចិត្តបានអ្វីដែលអ្នកដទៃមានអូនត្រូវតែមានអ្វីដែលអ្នកដទៃគ្មានអូនក៏ត្រូវតែមានដែរ ជាងថងឯងពិតជាធ្វើឲ្យហ៊ូពេទីងពាក់មួកបៃតងមែនហើមលើកនេះខ្ញុំថតបានហើយចាំមើលថាពេលនឹងឯងជីកទូពីដៃយ៉ាងម៉េច ដើរបន្តិចទៅ ចាស់ នេះជាភ្នូររបស់ពុកម៉ែខ្ញុំថ្ងៃនេះជាថ្ងៃខួបស្លាប់របស់ពួកគាត់អ្នកជាកូនប្រសារគឺត្រូវតែមកសំពះគោរពហើយ អាឈឺកូនត្រូវតែរស់នៅឲ្យបានល្អណាស់ អាឈឺពុកម៉ែអ្នកដែលធ្វើបាបពុកម៉ែខ្ញុំពិតជានឹងចាប់ខ្លួនឲ្យបាននៅចំពោះមុខពុកម៉ែគឺជានាងយ៉ែងថងជាកូនប្រសារពួកគាត់កុំបារម្ភខ្ញុំនឹងរស់នៅជាមួយនាងឲ្យបានល្អពុកម៉ែខ្ញុំដើម្បីការពារខ្ញុំពួកគាត់បានបាត់បង់ជីវិតនៅនឹងកន្លែងទោះបីជាខ្ញុំរួមមានជីវិតប៉ុន្តែជើងរបស់ខ្ញុំបែរជាមានបញ្ហា ឪពុកម្ដាយរបស់អ្នកប្រកាសជាមិនចង់ឃើញអ្នកកើតទុកបែបនេះទេពួកគាត់ទុកសង្ឃឹមនៃការរស់នៅឲ្យអ្នកគឺចង់ឲ្យអ្នករស់នៅឲ្យបានល្អ ខ្ញុំដឹងហើយអ្នករៀបចំខ្លួនទៅលោកតាថាចង់ឲ្យពួកយើងភ្ជាប់ពាក្យឲ្យបានឆាប់គាត់ឲ្យគេមើលវេលាហើយ3ថ្ងៃទៀតជាថ្ងៃល្អសម្រាប់ភ្ជាប់ពាក្យ ស្អីគេពិធីភ្ជាប់ពាក្យពិធីធំធេងយ៉ាងនេះតើអាចមានរឿងខុសឆ្គងទេតិចមិនផុតទេចឹងមានតែបង្វែរស្ថានភាពទៅតាមនឹងចុះ កាលពីដំបូងដែលខ្ញុំចូលមកត្រកូលហ៊ូគឺដើម្បីងាយស្រួលរករបស់ប៉ុណ្ណោះខ្ញុំមិនដែលគិតថានឹងត្រូវរៀបការចូលត្រកូលហ៊ូដែលជាកន្លែងសាំញ៉ាំស្មុគស្មាញបែបនេះទេ តើនាងមិនចង់រៀបការចូលត្រកូលហ៊ូទេឬមួយក៏និយាយថានាងមិនចង់រៀបការជាមួយខ្ញុំ បើខ្ញុំមិនយល់ព្រមទេខ្ញុំប្រហែលជាមិនអាចចូលក្នុងបន្ទប់សម្ងាត់បានឡើយហើយភារកិច្ចដែលលោកគ្រូប្រគល់ឲ្យក៏មិនអាចសម្រេចបានដែរបើខ្ញុំទ្រាំមួយរយៈនេះខ្ញុំអាចដកខ្លួនចេញបានភ្លាមអត់ទេខ្ញុំគ្រាន់តែភ្ញាក់ផ្អើលពេកប៉ុណ្ណោះហេតុអ្វីបានជាលោកតាមានបំណងឲ្យពួកយើងភ្ជាប់ពាក្យលឿនយ៉ាងនេះ ខ្ញុំក៏មិនដឹងដែរលោកតានិយាយថារៀបការឆាប់បន្តិចគាត់ចង់បានចៅទូតហើយចេញទៅឲ្យផុតអ្នកណាអនុញ្ញាតឲ្យពួកឯងចូលមកអ្នកប្រុស3នៅមិនប្រញាប់លេងទៀតអ្នកប្រុស3បេះដូងរបស់លោកប្រុសតូចយានពួកយើងរកមិនឃើញទេចេញទៅសំបីតែរឿងប៉ុណ្ណឹងក៏ធ្វើមិនបានល្អដែរនៅឈរធ្វើអីត្រង់ហ្នឹងជាងលីឲ្យមើលទៅថ្ងៃរៀបការរបស់ហ៊ូពេធីងនិងជាងថងចិត្តមកដល់ហើយតើអ្នកគិតថាគួររៀបចំយ៉ាងណាទៅល្អតើរៀបចំតាមបែបវិហារសាសនាឬបែបប្រពៃណីចិនមនុស្សវ័យក្មេងហាក់ដូចជាចូលចិត្តបែបវិហារសាសនាប៉ុន្តែខ្ញុំបែរជាគិតថាអ្វីដែលដូនតាបានបន្សល់ទុកលោកម្ចាស់រៀបចំយ៉ាងណាក៏ល្អដែរខ្ញុំជឿថាអ្នកប្រុសធំក៏ចូលចិត្តទាំងអស់តាមខ្ញុំមើលគេនឹងជាងថងគឺជាគូស្នេហ៍ចៅជាងឈុតមួយនេះស្លៀកលើខ្លួនឯងទៅស្អាត លោកតាឋានពេលនេះសុខភាពលោកតាជាសះស្បើយទាំងស្រុងហើយថ្ងៃក្រោយមិនបាច់ញ៉ាំថ្នាំទៀតទេ អរគុណច្រើនស្ដេចយមរីតូចដែលបានជួយសង្គ្រោះជីវិតតាចាស់ម្នាក់នេះ លោកតានិយាយបែបនេះធ្វើឲ្យខ្ញុំទុកអារម្មណ៍មិនបានទេមានឯណាមានចាស់ព្រឹទ្ធាចារ្យមកលុតជង្គង់សំពះក្មេងដូចពួកខ្ញុំនោះ មកពីតាចាស់ម្នាក់នេះគិតមិនបានដិតដល់ទេសង្ឃឹមថាស្ដេចយមរីតូចអធិស្ឋានឲ្យផង លោកតាឋានលោកតានិងលោកគ្រូមិនស្ទាត់ជំនាញរបស់ខ្ញុំប្រកាសជាស្គាល់គ្នាច្រើនឆ្នាំហើយមែនទេ មែនហើយពួកយើងស្គាល់គ្នាយូរហើយគិតទៅចិត្តកន្លះជីវិតហើយ អញ្ចឹងលោកតាស្គាល់ម្ដាយខ្ញុំទេ ម្ដាយរបស់ចៅ
តាស្ជីម្នាក់មិនសូវដែលជួបទេដូច្នេះហើយមិនសូវច្បាស់ពីរឿងនេះទេលោកម្ចាស់ហួរសាវយ៉ុងអ្នកប្រុសទី3នៃអំបូរហួរសូមចូលជួបស្ដេចយមរីតូច ហួសាវយ៉ុង ខ្ញុំមានឪហាងនឹងនាយគ្រប់គ្រងសាគ្រាអធិរាជសុនហើយថ្ងៃនេះខ្ញុំមាននាងទៀតប្រសិនបើថ្ងៃនេះមិនឲ្យនាងអន់ក្បាលទេខ្ញុំដូរទៅប្រាតកូនាង មិនជួបទេ ក្នុងពេលដែលស្ដេចយមរីតូចមិនចង់ជួបអញ្ចឹងអ្នកបម្រើចាស់ម្នាក់នេះទៅបដិសេធគេហើយអញ្ចឹងខ្ញុំសុំលាទៅសិនហើយស្រីស្អាតចាំខ្ញុំផង គឺអាម្នាក់នឹងទៀតហើយ ស្រីស្អាតខ្ញុំគ្មានបំណងអាក្រក់អ្វីទេគ្រាន់តែចង់រាប់អានអ្នកជាមិត្តប៉ុណ្ណោះ តើអ្នកជាប្រុសណាខ្ញុំមិនស្គាល់អ្នកទេហើយក៏មិនចាប់អារម្មណ៍ដែរអញ្ជើញចេញទៅ ស្រីស្អាតអ្នកមើលចុះការជួបគ្នានេះគឺជាព្រហ្មលិខិតខ្ញុំគិតថាយើង ជឿទេថាខ្ញុំឲ្យលោកតាខាងមកវាមនុស្សខូចដូចជាអ្នកមួយស្មើ ស្រីស្អាតអ្នកស្គាល់អំបូរທາງដែរឬ មិនក៏មិនជឿអញ្ចឹងឥឡូវខ្ញុំអាចទៅហៅគាត់បាន អេមិនបាច់ទេឃើញស្រីស្អាតម្នាក់នោះទេទៅស្រាវជ្រាវប្រវត្តិរូបនាងឲ្យខ្ញុំបើស្រាវជ្រាវមិនឃើញទេឯងប្រយ័ត្នហាចេញពីទីនេះអ្នកប្រុសតូចយ៉ាងថ្ងៃនេះបានទៅគ្រួសារថាម្ដងទៀតប៉ុន្តែប្រជាជនរបស់យើងបានតាមមកវិញហើយចុះអ្នកប្រុសតូចនិយាយថាម្នាងតូចបានឆ្លោះប្រកែកជាមួយអ្នកនាងធំអំបូរជាងហើយត្រូវបានគេដេញចេញពីផ្ទះឥឡូវមិនទាន់ដឹងថានៅណាទេស្អីគេមែននៅខាងនេះទេទៅ ធុញណាស់គួរឲ្យធុញទ្រាន់មែនលេងខ្ញុំទៅ ក្មេងស្រីជនបទដ៏រហ័សរហួននោះម្នាងតូចដែលពាក់កណ្ដាលអាក្រក់ពាក់កណ្ដាលសាមញ្ញនោះមនុស្សដែលចុចជីបចោសង្គ្រោះបាបនោះនិងអ្នកប្រុសតូចដែលអាចកំបាំងនោះផ្ទៃមុខទាំងនេះចាប់ផ្ដើមរួមបញ្ចូលគ្នាតែលើមនុស្សម្នាក់ជាងថោកដូច្នេះអ្នកគឺជាកញ្ជ្រោងតូចដែលខ្ញុំកំពុងស្វែងរកមែនទេ ជាងធំឈប់សិនខ្ញុំមានរឿងត្រូវសួរឯងសួរអីថ្ងៃនេះខ្ញុំឃើញឯងឡើងឡានជាមួយប្រុសស្នេហ៍របស់ឯងថាបើខ្ញុំប្រកាសរឿងដែលឯងក្បត់ចិត្តហ៊ូពេធីងតើឯងមេសេះអាចធ្វើជាប្រពន្ធដើមត្រកូលហ៊ូបានទៀតទេឯងចង់ធ្វើអីបើឯងមិនចង់ឲ្យត្រកូលហ៊ូដឹងទេស្រួលបួរប្រកូលលេខទំនាក់ទំនងប្រុសស្នេហ៍ឯងមកឲ្យខ្ញុំអាចមិនប្រកាន់ប៉ុន្តែបើមិនចឹងទេមើលទៅជាងស៊ីយូប្រហែលជាមិនដឹងទេថាមនុស្សនៅលើឡានគឺជាហ៊ូពេធីង ឯងចង់ដឹងថាមនុស្សនៅលើឡានជាអ្នកណាដល់ថ្នាក់នឹងផងកុំនិយាយច្រើនប្រញាប់ប្រគល់មកឲ្យខ្ញុំមនុស្សនៅលើឡានជាមនុស្សដែលឯងមិនអាចប៉ះពាល់បានទេឯងប្រកាសថាចង់បានលេខទំនាក់ទំនងរបស់គេប្រយ័ត្នយកភ្លើងមកដុតខ្លួនឯងទៅមិនដែរមិនព្រមមែនទេពុកថ្ងៃនេះខ្ញុំឃើញជាងថងឡើងឡានជាមួយប្រុសចម្លែកម្នាក់ខ្ញុំឲ្យពុកមើល ឯងចិត្តរៀបការចូលត្រកូលហ៊ូហើយធ្វើជាស្រីម្ដេចក៏មិនស្គាល់ខ្មាស់អៀនបែបនេះឯងហ៊ានក្បត់ចិត្តហ៊ូពេធីងតើឲ្យមុខមាត់ត្រកូលជាងយើងយករៀបទុកនៅណា ពុកកុំខឹងអីខ្ញុំជឿថាបងស្រីស្អាតស្អំទេ ស្អាតស្អំស្អីឡើងឡានជាមួយគេទៅហើយនរណាដឹងថានៅកន្លែងណាខ្លះបើអ្នកក៏តីដឹងទៀតតើឲ្យមុខចាស់របស់ខ្ញុំយករៀបទុកនៅណា ពុកចោះបើចេះឲ្យបងស្រីប្រកូលលេខទំនាក់ទំនងមកឲ្យខ្ញុំទៅសួរនាំរឿងរ៉ាវបើអាចដេញអាម្នាក់នោះឲ្យទៅបាត់បានគឺល្អបំផុត ទេប្រញាប់ទូរស័ព្ទទៅប្រុសស្នេហ៍ឯងភ្លាម ល្អឲ្យតែឯងមិនសោកស្ដាយទៅបានហើយ អាឡូថ្ងៃស្អែកម៉ោង 3 រសៀលជួបគ្នានៅហាងកាហ្វេ Sabaros Thor ថ្ងៃស្អែកឯងនឹងដឹងថាមនុស្សនៅលើឡាននោះជាអ្នកណាហើយ បងប្រុសខាងបងអត់មានមនុស្សទេមែនទេមិនប្រកាន់ទេណាបើអូនសុំអង្គុយទីនេះ ចេញទៅ បងប្រុសកុំដាច់ចិត្តម្លេះអីក្នុងពេលដែលគ្មានមនុស្សទេអូនសុំអង្គុយទីនេះហើយអូនធ្លាប់ជួបបងក្មេងស្រីដែលនៅជាមួយបងនោះនាងមានគូដណ្ដប់រួចហើយថែមទាំងចាប់ត្រីដៃពីរទៀតផងជាការពិតណានាងជាបងស្រីបង្កើតរបស់អូនដោយសារតែកាលពីក្មេងនាងខូចខ្លាំងពេកប៉ាម៉ាក់ប្រដៅមិនស្ដាប់ទើបត្រូវបណ្ដេញទៅនៅស្រុកស្រែនាងទើបតែត្រឡប់មកវិញមិនទាន់បានប៉ុន្មានផងក៏ភ្ជាប់ពាក្យជាមួយគូដណ្ដប់នាងបាត់ទៅហើយអូនឮថានាងដេកជាមួយប្រុសដើម្បីតែលុយប៉ុណ្ណោះអូនមិនដាច់ចិត្តឃើញបងត្រូវគេបោកប្រាស់ទើបខំមកប្រាប់បងនោះអូនស្អាតជាងនាងហើយសំខាន់ជាងនេះទៅទៀតអូនជាមនុស្សស្មោះស្នេហ៍គ្មានថ្ងៃក្បត់ចិត្តបងឡើយបងស្រីមិនក៏បងហ៊ានយកឆ្នាំខ្លាំងៗមកបោកលោកតាអញ្ចឹងនេះជាឆ្នាំណាប្រសិនបើលោកតាពិសាទៅមានបញ្ហាតើបងទូខុសត្រូវរួចទេ ត្រូវហើយខ្លាំងៗប្រកាសជាឆ្នាំខ្លាំងៗហើយហ៊
យើងយកឆ្នាំខ្លាំងៗមកជូនលោកតាអញមានគំនិតអាក្រក់ស្អីស្ដាយណាស់ដែលលោកតាតែងតែស្រឡាញ់អញមនុស្សអត់ពូជ មីក្មេងស្រុកស្រែទីនេះមិនមែនជាស្រុកស្រែទេគុំយកទម្លាប់លួចឆក់នៅស្រុកស្រែមកប្រើនៅទីនេះខ្មាស់គេណាស់ ជាងថងអញធ្វើឲ្យបាខកចិត្តខ្លាំងណាស់អញជាងឆឹងលៀកគ្មានកូនស្រីដូចជាអញទេមើលទៅជាងថងនៅត្រកូលជាងប្រកាសជាត្រូវគេធ្វើបាបមិនតិចទេចេញទៅ បងប្រុសសង្ហា ចេញទៅជាងថងនិយាយថាខ្លួនឯងមិនបោកប្រាស់ខ្ញុំនាងចាំមើលទៅឯកតាមអំណាចរបស់សឹមហ្វេងយើងបានស្វែងរកឃើញទីតាំងរបស់ជាងថងហើយជំនួយការចាងអ្នកនាងតូចនៅខាងក្រៅបើករថយន្តទៅទទួលអ្នកនាងតូចត្រឡប់ទៅផ្ទះវិញលោកមើលទៅមិនដូចជាទៅទទួលអ្នកនាងតូចត្រឡប់ទៅផ្ទះទេតែដូចជាទៅសងសឹកច្រើនជាង លេងខ្ញុំជំនួយការវាងលេងខ្ញុំ នាងណាត់ខ្ញុំទៅហាងកាហ្វេហេតុអ្វីបានជាស្រាប់តែនាងមិនមកតែបែរជាងស៊ីយូទៅវិញនាងត្រូវតែផ្ដល់ការបកស្រាយសម្រុំមួយដល់ខ្ញុំ រឿងនេះខ្ញុំដឹងថាមិនត្រូវទេគឺខ្ញុំជាអ្នកខុសខ្ញុំសុំទោសលោកគឺជាងស៊ីយូនិយាយថាលោកជាចំណូលចិត្តរបស់ខ្ញុំហើយគេចង់ណាត់លោក ចុះនាងក៏យល់ព្រមឲ្យគេណាត់អញ្ចឹងហ៎ ខ្ញុំឃើញគេចាប់អារម្មណ៍លើលោកណាស់មួយវិញទៀតលោករៀបការជាមួយខ្ញុំដែលអ្នកណាក៏មិនចូលចិត្តបែបនេះមិនល្អទេជាងស៊ីយកខុសពីខ្ញុំ ក្លិនក្រអូបលើរាងកាយនាងនិងការចងចាំរបស់ខ្ញុំគឺដូចគ្នាបេះបិទជាងធំតាជាពិតនាងមានលក្ខបាំងការសម្ងាត់អ្វីឲ្យប្រាកដ ប្រសិនបើត្រូវបានគេដោះបាំងភ្នែកចេញខ្ញុំមុខជាលាតត្រដាងសញ្ញាណអស់ហើយអ្នកកុំដោះបាំងភ្នែកខ្ញុំអីខ្ញុំមើលមិនឃើញទេ មិនអីទេនៅក្នុងឡានមានតែអ្នកនិងខ្ញុំទេបើអ្នកមើលមិនឃើញនៅមានខ្ញុំតា រំខានអ្នកពេកហើយខ្ញុំមិនសូវចូលចិត្តរំខានអ្នកអត់ទេ ខ្លាចគេដោះបាំងភ្នែកថ្នាក់នេះអញ្ចឹងអ្នកគឺជាកញ្ជ្រោងតូចមួយនោះមែនទេអូខេអញ្ចឹងអ្នកត្រូវយល់ព្រមតាមលក្ខខណ្ឌមួយរបស់ខ្ញុំ អ្នកនិយាយមកឲ្យតែមិនដោះបាំងភ្នែកខ្ញុំអ្វីក៏ស្រួលនិយាយដែរ ខ្ញុំចង់ឲ្យអ្នកនៅគេងនៅភូមិគ្រីស្ត្រកូលហួយយប់នេះក្នុងពេលដែលអ្នកមិនឲ្យខ្ញុំដោះអញ្ចឹងយកខ្លួនមកសងបំណុលមិនជ្រុលពេកទេមែនទេត្រូវឲ្យខ្ញុំជួយទេ គ្រាន់តែគេងលើគ្រែជាមួយគ្នាតាជាងធំមិនមែនមិនធ្លាប់គេងជាមួយគេណា គុំកម្រើកខ្ញុំគ្រាន់តែអោបអ្នកទេមិនធ្វើអីឡើយបើអ្នកនៅតែមកទៀតខ្ញុំមិនប្រកាសថាអាចទ្រាំបានទេជាងធូក្នុងពេលដែលអ្នកចង់សម្ដែងអញ្ចឹងខ្ញុំនឹងសម្ដែងជាមួយអ្នកទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងមិនដោះលែងអ្នកឲ្យទៅឡើយតើអូនចង់ញ៉ាំអ្វីសម្រាប់អាហារពេលព្រឹក អ្វីក៏បានដែរខ្ញុំមិនរើសម្ហូបទេអ្នកនាងវ័យក្មេងតើអ្នកនាងចង់ញ៉ាំអ្វីដែរពួកយើងនឹងទៅធ្វើជូនភ្លាម ថងអ្នកឆ្នៃម៉ូដមកដល់ហើយអូនអង្គុយមុខកញ្ចក់ហើយរើសសន្សឹមទៅ គ្រាន់តែពិធីភ្ជាប់ពាក្យសោះអ្នកធ្វើឲ្យវាអធិកអធមដល់ថ្នាក់នឹងមានលុយពិតជាល្អមែន លុយដែលរកបានគឺសម្រាប់ឲ្យអូនចាយនឹងឯង មានរឿងអ្វីកើតឡើងនឹង ក្រុមហ៊ុនអចលនទ្រព្យ Harping វិនិច្ឆ័យអស់ហើយ មិនក៏អាចជាចឹងកើត ទេហើយឬប៉ុន្មានថ្ងៃទៀតជាពិធីភ្ជាប់ពាក្យរបស់ជាងធំមែនទេដល់ពេលហ្នឹងពួកអ្នកមានថ្មីនៅណានឈឹងនឹងទៅទាំងអស់តែម្ដាយខ្ញុំនៅបារម្ភថារកការវិនិយោគមិនបានទៀតមេប្រាប់ថាត្រូវតែចាប់ខ្លួនគេឲ្យបានជួយខ្ញុំផងប្រសិនបើអ្នកជួយខ្ញុំលក្ខខណ្ឌអ្វីក៏ខ្ញុំយល់ព្រមដែរ ទោះជាលក្ខខណ្ឌអ្វីក៏ដោយមែនទេ បាទ តាមខ្ញុំមក ហើយពេលធីងតើលោកនឹងនៅទីណាទៅ ខានជួបគ្នាយូរហើយអ្នកប្រុសធំ ពិតជាយូរគួរសមអូនចូលមកចាំបិទទ្វារផងខ្ញុំមិនចង់ឲ្យគេយល់ច្រឡំទេ មិនដែរមិនបានទេ មិនដែរកញ្ញាធំវិនចង់មកលបួងខ្ញុំមែនទេកាលពីមុនអូនក៏ធ្វើបែបនេះដាក់ហៅពេលធីងដែរមែនទេ
ខ្ញុំចាំថាហៅពេធីងបានអង្វរអូនកុំឲ្យទៅបរទេសប៉ុន្តែចុងក្រោយអូននៅតែទៅចិត្តស្រីម្នាក់នេះពិតជាសាហាវណាស់ ហាបេធីងខ្លាចជាមនុស្សពិការហើយមនុស្សពិការគួរតែនៅកន្លែងប្រមូលសម្រាមជីវិតខ្ញុំទើបតែចាប់ដើមខ្ញុំមិនចាំបាច់បោះបង់ព្រៃឈើទាំងមូលដើម្បីមនុស្សម្នាក់នោះទេ សូមសម្ភាសបន្តិចក្នុងនាមជាអតីតសង្សាររបស់ហាពេធីងដោយឃើញហាពេធីងរៀបការជាមួយសង្សារថ្មីតើអារម្មណ៍របស់អ្នកយ៉ាងណាដែរតាមខ្ញុំមើលទៅលោកប្រុសបីនិងកញ្ញាចាំងទី2ពិតជាស័ក្តិសមក្នុងណាស់លោកប្រុសបីពិតជាមានសំណាងណាស់ពួកគេទាំងពីរពិតជាសំគ្នារវាងប្រុសសង្ហានិងស្រីស្អាតសាវយ៉ងលឺទេឯងត្រូវតែប្រមូលអារម្មណ៍រៀបរយឡើងទៅថ្ងៃមុខមិនអាចប្រឡាក់ប្រឡូបកាប់ផ្ទះក្តាស់ទៀតទេបាទលោកតាខ្ញុំយល់ហើយ ជំរាបសួរលោកតាខ្ញុំតំណាងឲ្យសៅថៃមកចូលរួមពិធីភ្ជាប់ពាក្យរបស់ហួបេទីងនិងកញ្ញាចាង បើមកហើយក៏អង្គុយចុះឲ្យស្រួលបួលទៅបើប្រៀបធៀបលោកប្រុសបីនិងលោកប្រុសធំពួកគេទាំងពីរគឺពិតជាពូកែដូចគ្នាត្រូវហើយលោកប្រុសធំនៅក្មេងសោះបានទៅរៀននៅបរទេសហើយគ្រប់គ្រងក្រុមហ៊ុនក្រៅប្រទេសរបស់ហួស្អីរីឯលោកប្រុសបីនៅក្នុងស្រុកក៏មិនចាញ់លោកប្រុសធំប៉ុន្មានដែរ ជំរាបសួរអ្នកនាងវិនខ្ញុំគឺចាងស៊ុយអូត្រូវជាប្អូនស្រីរបស់កូនក្រមុំអ្នកនាងវិនខ្ញុំធ្លាប់ប្រសើរថៃនិយាយពីអ្នកនាងពូកែខ្លាំងណាស់អ្នកនាងក៏ជាមនុស្សពូកែច្នៃប្រឌិតដែរពេលអ្នកនាងចូលមកមានបានឃើញកូនក្រមុំទេបងស្រីខ្ញុំម្នាក់នេះមកពីជនបទមិនដឹងពីរបៀបរៀបរយតតែសោះគ្មានអ្វីប្រៀបផ្ទឹមនឹងអ្នកនាងបានឡើយ ត្រូវហើយអាយ៉ាងធូនេះប្រៀបមិនបាននឹងបងស្រីវិនឈីងតតែសោះ ឃើញទេខ្ញុំប្រាប់ហើយនាងពិតជាមិនកើតមែន នាងពាក់វ៉ែនតាពណ៌ខ្មៅរាល់ថ្ងៃហើយមុខសុទ្ធតែស្នាមអុចទៀត បងស្រីវិនឈីងខោអាវបងមួយកំ pl នេះមើលទៅដូចជា mode limited ណាស់ក៏សំរុំដែរមិនថ្លៃប៉ុន្មានទេនេះជាអ្វីដែលលោកប្រុសធំបានកុំងឲ្យខ្ញុំកាលពីមុន លោកតាវិនឈីងគឺជាអ្នកដែលខ្ញុំខំស្វែងរកមកជាពិសេសដើម្បីព្យាបាលជើងឲ្យពេថេងលោកគ្រូរបស់វិនឈីងគឺជាគ្រូពេទ្យវះកាត់ដ៏ល្បីល្បាញនៅបរទេសហើយនាងផ្ទាល់ក៏ល្បីល្បាញនៅបរទេសដែរលើកនេះត្រឡប់មកវិញគឺដើម្បីជួយពេថេងតែប៉ុណ្ណោះ មើលចុះលោកប្រុសធំហើនិងវិនឈីងពិតជាស័ក្តិសមគ្នា វិនឈីងនិងលោកប្រុសធំហើមើលទៅពិតជាសមគ្នាដូចស្រីស្អាតប្រុសសង្ហាមែន នេះជាលោកប្រុសធំយ៉ាងមែនទេខោអាវនៅលើខ្លួនគាត់ស្អាតខ្លាំងណាស់ រោគមួយនេះគឺជាស្នាដៃចុងក្រោយរបស់អ្នករចនាម៉ូដកម្ពុជាម្នាក់ហើយមានតែមួយគត់នៅលើពិភពលោកតម្លៃ 6 លាន ខ្ញុំចូលចិត្តរោគនេះណាស់រោគគ្រប់ពិធីក៏មិនដែលបានឃើញមិននឹកស្មានថាបានឃើញនៅទីនេះសោះមានតែមួយនៅលើពិភពលោកយ៉ាងធំជាមនុស្សស្រែយកលុយច្រើនម្លេះមកពីណា អូនកុំបារម្ភថ្ងៃមុខយើងរៀបការបងប្រកាសជាធ្វើឲ្យអូនខ្លាចជាកូនក្រមុំដែលស្អាតបំផុតមង្គលការរបស់យើងប្រកាសជាធ្វើឲ្យគ្រប់គ្នាចំណែក គូបៃថងតើអ្នកស្អប់ខ្ញុំកម្រិតណាបានជាទៅរៀបការជាមួយស្រីដែលអន់ជាងខ្ញុំគ្រប់យ៉ាងហើយថែមទាំងយករោគការដែលជារបស់ខ្ញុំទៅឲ្យស្រីម្នាក់នោះទៀតជំរាបសួរកញ្ញាយ៉ាងខ្ញុំគឺវិនឈីងជួបគ្នាលើកដំបូងសូមជួយចង្អុលបង្ហាញផងបងស្រីកញ្ញាវិនពិតជាមានសមត្ថភាពណាស់មនុស្សមកពីស្រែដូចជាបងប្រកាសជាមិនដែលជួបអ្នករៀនចាំពីបរទេសទេកញ្ញាវិនពិតជាពូកែមែនចុះអ្នកវិញចុះប្អូនស្រីវិញតើឯងពូកែគ្រប់គ្រាន់ដែរឬទេ អ្នករាល់គ្នាខ្ញុំសូមប្រកាសរឿងមួយនៅទីនេះគឺបងស្រីរបស់ខ្ញុំយ៉ាងថងបានភូតភរអ្នករាល់គ្នានាងហ៊ានទៅតាក់ទងជាមួយប្រុសកំពេចកំពុកខាងក្រៅមានរឿងអីហ្នឹងយ៉ាងណាក៏គូក្បាលរបស់ជាងថងមិនប្រក្រតីដែរដឹងទុកអ្នក មើលមេដៃលើខ្លួននាងចុះគេណាមានលុយទិញហេតុអីមិនថារបស់ដែលអ្នកប្រុសធំជូនហើយអ្នកប្រុសធំរហូតមកដល់ពេលនេះក៏មិនទាន់ ត្រូវហើយគឺដូចអ្វីដែលអ្នកទាំងអស់គ្នាស្រមៃចឹងបងស្រីខ្ញុំជាងថងគឺស្អប់អ្នកប្រុសធំហើជាជនពិការដូច្នេះទើបនាងរៀបចំផែនការតាំងពីព្រលឹមហើយខ្ញុំមានភស្តុតាងបញ្ជាក់ ខ្ញុំជឿស៊ឺយូប៉ុន្មានថ្ងៃមុនខ្ញុំក៏មិនដែលឃើញប្អូនទី3ចេញទៅក្រៅជាមួយនរណាដែរជាងថងអ្នកមកពន្យល់បន្តិចមើល ស្មានមិនដល់ថាជាងថងនេះពិតជាមិនធម្មតាមែនមានគូដណ្ដប់ហើយនៅតែទៅគួចខើនៅខាងក្រៅទៀត អ្នកប្រុសធំហាឲ្យជួបមនុស្សស្រីបែបនេះសំណាងហើយត្រឹមជាពិធីភ្ជាប់ពាក្យបើជាងថងបើចេះគិតប្រញាប់ប្រញាល់អញ្ជើញចេញទៅកុំមកធ្វើឲ្យអាម៉ាស់មុខនៅទីនេះលោកតាមានចិត្តល្អអញ្ចឹងខ្ញុំធ្វើជាមនុស្សអាក្រក់ចុះ ខ្ញុំអត់មានរឿងដែលខ្ញុំមិនបានធ្វើហេតុអីបានជាខ្ញុំត្រូវទទួលស្គាល់បងស្រីបើធ្វើឲ្យគួរតែទទួលស្គាល់មិនព្រមទទួលប្រសិនបើថ្ងៃនេះខ្ញុំមិននិយាយទេបងមុខជាទៅបំផ្លាញអ្នកអតីតទៀតហើយអញឲ្យខ្ញុំទទួលស្គាល់ស្អីអញយល់ដឹងពីរឿងរ៉ាវទាំងស្រុងហើយឬនៅសូម្បីតែក្មេងក៏ដឹងដែរថាបើមិនទាន់ដឹងរឿងច្បាស់លាស់មិនត្រូវវាតម្លៃដេះដាស់ឡើយ ជាងថងនាងធ្វើឲ្យបាត់បង់កិត្តិយសត្រកូលជាងរបស់ពួកយើងអស់ហើយ
រឿងដែលខ្ញុំមិនបានធ្វើហេតុអីបានជាត្រូវបង្ខំឲ្យខ្ញុំទទួលស្គាល់មិនក៏នាងប្រែជាស្អាតយ៉ាងនេះមិនក៏ជាលីនីទៅវិញយ៉ាងធំឯងនៅស្គាល់ពាក្យថាមុខប្រាស់ទេឯងតាក់ទងប្រុសផ្សេងទៅចោះថែមទាំងហ៊ានមកតាក់ទងអ្នកប្រុសបីទៀតឯងយកមុខមាត់ត្រកូលយ៉ាងយើងទៅទុកឯណាឯងថោកទាបបែបនេះតើគូជារបស់អ្នកប្រុសធំបានយ៉ាងម៉េចមិនបាច់មើលមុខខ្ញុំទេអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតខ្លួនឯងរាល់ថ្ងៃដើរតែតាក់ទងប្រុសមិនដឹងជាពាក់មួកបៃតងឲ្យអ្នកប្រុសធំប៉ុន្មានដងទេបើគុំតែថ្ងៃនេះខ្ញុំមើលមិនយល់ភ្នែកម្លេះក្បាលអ្នកប្រុសធំប្រែជាវាស្មៅទៅហើយឯងនៅស្គាល់ខ្មាស់ទេបើខ្ញុំជាឯងខ្ញុំទៅអត្តឃាតយូរហើយមែនហើយស្រីមិនស្គាល់សុជីវធម៌គ្មានគុណសម្បត្តិគូនឹងអ្នកប្រុសឌីទេស៊ូស៊ីស៊ីទើបជាស្រីបរិសុទ្ធចិត្តខ្ចោះចំណែកឯងវិញជាស្រីខូចខាតទៅហើយមិនគូនឹងរៀបការជាមួយអ្នកប្រុសធំទេប្រញាប់ចេញទៅចេញទៅចេញទៅអ្នករាល់គ្នាជឿលើអ្វីដែលយ៉ាងស៊ីអោនិយាយមែនទេមិនឲ្យជឿអ្នកនាងពីរឲ្យទៅជឿស្រីចិត្តងាយនិយាយសុទ្ធតែពាក្យភូតផោដូចជាឯងមែនទេនាងប្រកាសទេថាថ្ងៃនោះអ្វីដែលនាងបានឃើញគឺជានាយលួចលាក់របស់ខ្ញុំប្រកាសណាស់ចាំមើលថានរណាហ៊ានថាយ៉ាងថងតើអាចទៅរួចយ៉ាងម៉េចនេះជាហៅបៃទាំងហេតុអ្វីបានជាហៅបៃទាំងជាប្រុសក្រីក្រម្នាក់នោះខ្ញុំមិនដឹងថាតើផាសតាងរបស់អ្នកនាងជាងទី2ជាអ្វីទេឲ្យខ្ញុំមើលបន្តិចមើលផាសតាងអ្វីអ្នកនាងថាលួចមានផាសតាងជាងធំណាត់ជួបបរិបផ្សេងអ្នកនាងជាងទី2ទើបតែនិយាយដោយជឿជាក់ថាប្រពន្ធខ្ញុំណាត់ជួបគេឥឡូវយកផាសតាងមិនចេញទេស៊ីយូតើឯងមិនបាននិយាយថានៅលើទូរស័ព្ទឯងទេយកឲ្យបៃទាំងមើលទៅអ្នកទាំងអស់គ្នាមិនដឹងរឿងរ៉ាវទាំងមូលទេបែរជាមកវាប្រហារប្រពន្ធខ្ញុំតាមចិត្តនោះគឺស្មើនឹងធ្វើជាស្ត្រូវនឹងខ្ញុំហៅបៃទាំងហើយចាំងហាងក៏ទុកម្នាក់ឲ្យអស់បាទលោកប្រុសពេលនោះហៅបៃទាំងបាន3ជើងធំចាក់ចេញទៅថងឲ្យហេតុអ្វីកូនមិនប្រាប់មុនថាជាបុយធាំងកូនមើលកូនចោះកូនថងលោកតាជំពាក់ពាក្យសុំទោសចំពោះចៅមកពីលោកតាមិនបានប្រដៅសាយ៉ងឲ្យល្អលោកតាសុំទោសចឹងណាឯងនេះដែរហេតុអ្វីមិនស្គាល់មកឲ្យលឿនបន្តិចទុកឲ្យថងត្រូវរងនៅពាក្យចាំអារ៉ាមតែម្នាក់ឯងបែបនេះកញ្ញាស៊ីជាងឥឡូវនេះអ្នកបានស្អាតស្អំពីការសង្ស័យហើយលោកតាក៏បានសុំទោសអ្នកដែរដូច្នេះកុំទុកក្នុងចិត្តអីបៃធានខានជួបគ្នាយូរហើយប៉ុន្មានឆ្នាំដែលខ្ញុំអវត្តមានតើអ្នករស់នៅសុខសប្បាយទេអូនមិនអីទេមែនទេកុំបារម្ភអ្នកណាដែលធ្វើបាបអូននៅថ្ងៃនេះខ្ញុំនឹងទាមទារយុត្តិធម៌ជូនអូនគ្រប់គ្នាបៃធានកញ្ញាជាងមិនបានរងការអន់ចិត្តប៉ុន្មានទេចុះអ្នកវិញមិនក៏មកយឺតម្លេះហេតុអ្វីតែងតែឲ្យខាងស្រីរងចាំចឹងអ្នកមិនអាចម្ចាស់ការជាងនេះបន្តិចទេវិនឈឹងតាឥឡូវនេះវិនឈឹងជាគ្រូពេទ្យហើយបៃធានលើកនេះខ្ញុំត្រឡប់មកវិញគឺដើម្បីមើលជើងឲ្យអ្នកដោយឡែកមិនបាច់ទេខ្ញុំបានរកគ្រូពេទ្យមើលរួចហើយមិនបាច់រំខានអ្នកទេចាស់លោកតាបៃធានបានរកគ្រូពេទ្យមើលរួចហើយមើលទៅលទ្ធផលក៏ល្អដែរលោកតាឥឡូវនេះខ្ញុំអាចក្រោកឈរបានមួយផ្លែតហើយថងឲ្យនេះសំណាងបានចាស់ហើយចៅពិតជាផ្កាយសំណាងនៃគ្រួសារយើងមែនតើមានន័យយ៉ាងម៉េចលោកតាចាំពេលទំនេរចាំខ្ញុំណែនាំនាងឲ្យលោកតាស្គាល់ល្អណាស់បៃធានខ្ញុំស្គាល់ស្ដេចគ្រូពេទ្យតូចខ្ញុំអាចសាកល្បងតាក់ទងគាត់បានក្រែងលោស្ដេចគ្រូពេទ្យតូចព្រមជួយព្យាបាលលោក
អ្នកនាងស្គាល់ស្ដេចគ្រូពេទ្យតូចដែរ ចាស់ខ្ញុំនិងស្ដេចគ្រូពេទ្យតូចស្គាល់គ្នាយូរហើយ ចាំគិតតាមក្រោយទៀតចុះកម្រណាស់ដែលចៅឡានឈិងចាំបារម្ភពីរឿងជើងរបស់បៃធីងច្រើនឆ្នាំយ៉ាងនេះលោកតាសប្បាយចិត្តណាស់ លោកតាហេតុអ្វីលោកតាមានប្រសាសន៍បែបនេះខ្ញុំនិងបៃធីងស្គាល់គ្នាច្រើនឆ្នាំហើយតើកញ្ញាជុំនឿយហត់នាងហើយដែលនៅកំដរបៃធីងប៉ុន្មានថ្ងៃមកនេះមិនដឹងថាកញ្ញាវិននិយាយពាក្យនេះក្នុងនាមជាអ្វីដែរ លោកតាខ្ញុំចង់ត្រឡប់ទៅសម្រាប់ហើយឥឡូវពួកយើងភ្ជាប់ពាក្យនឹងគ្នាហើយវាជារឿងធម្មតាទេដែលត្រូវរស់នៅជាមួយគ្នាតើអ្នកមានបំណងលាក់បាំងខ្ញុំដល់ពេលណាទៀតតើអ្នកជាជួយហួរឬជាជាងថង អ្នកគិតថាខ្ញុំជាអ្នកណាខ្ញុំក៏ជាអ្នកនឹងហើយ មើលទៅលោកស្រីមានការប្រុងប្រយ័ត្នខ្ពស់ណាស់ជាងថងមើលទៅអ្នកមានការលាក់កំបាំងច្រើនណាស់ណាតើអ្នកជាអ្នកណាឲ្យប្រកាសមកគ្រូសាហួរមានគោលបំណងអ្វី ពួកយើងត្រូវព្រមព្រៀងគ្នា3ចំណុចទី1ខ្ញុំមិនសួរនាំរឿងរបស់អ្នកហើយអ្នកក៏កុំសួររឿងខ្ញុំទី2ខ្ញុំនឹងជួយព្យាបាលជើងរបស់អ្នកជាទី3ដូចចំណុចខាងលើដែរ យោពងអ្នកនឹងខ្ញុំធ្វើជាប្តីប្រពន្ធបន្លំមិនអាចឲ្យលោកតាដឹងឡើយ បាន អ្នកប្រុសហួរไปថឹងអាចក្រោកឈរបានហើយ ខ្ញុំដឹងតាសើ មិនក៏អ្នកប្រុសដឹង នៅក្នុងពិធីភ្ជាប់ពាក្យហួរไปថឹងប្រាប់ថាគេក្រោកឈរបានហើយតើ អត់ទេខ្ញុំចង់និយាយថាកាលពីមុនពេលខ្ញុំទៅលេងនៅបារខ្ញុំបានឃើញហួរไปថឹងក្រោកឈរនឹងភ្នែកផ្ទាល់ មែនអញមិនបានកុហកទេមែនទេ អត់ទេខ្ញុំឃើញនឹងភ្នែកផ្ទាល់ អូខេខ្ញុំយល់ហើយបងពួកយើងត្រូវហួរไปថឹងបោកប្រាស់ហើយជើងរបស់គេជាយូរមកហើយខ្ញុំដឹងហើយ មិនក៏គ្មានចឹងរបស់សំខាន់មិនមែននៅបន្ទប់ធ្វើការនិងបន្ទប់សម្ងាត់ទេកន្លែងទាំងពីរនេះសុទ្ធតែគ្មានតើនៅឯណាទៅ អ្នកនាងជាងតើអ្នកនាងកំពុងរកអ្វីមានអ្វីត្រូវឲ្យខ្ញុំជួយទេ អង្កាំរបស់ខ្ញុំបាត់ហើយវាជារបស់ដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំ ត្រូវការឲ្យខ្ញុំជួយរកទេ មិនបាច់ទេខ្ញុំអាចរកខ្លួនឯងបានកាត់អីហ្នឹងមិនទៅធ្វើការទេ ទៅធ្វើការស្អីទៅហ៊ុនរបស់ត្រកូលជាងធ្លាក់ចុះដល់បាតខ្ញុំស្រាវជ្រាវយូរហើយទើបដឹងថាមកពីជូសីធ្វើសោះក៏មិនដឹងថាជូសីនេះចេញពីណាមកទេបានជាមកប្រឆាំងនឹងពួកយើងចឹង ជូសីមិនដែលលីសោះពូកែណាស់មែនទេ ជូសីនៅណានចឹង3ឆ្នាំមកហើយដោយកម្លាំងខ្លួនឯងបានលេបប្របាក់ក្រុមហ៊ុនរាប់សិបជាលេខ1ក្នុងវិស័យនេះដោយសារជូសីធ្វើខ្លួនទាបទើបគ្រប់គ្នានឹកស្មានថាខ្សោយចៅហ្វាយនៅពីក្រោយខ្នងក៏មិនដឹងជាអ្នកណាគ្រាន់តែដឹងថាពូកែខ្លាំងជាមនុស្សដែលមិនអាចប៉ះពាល់បានកាលពីកន្លះឆ្នាំមុនមានក្រុមហ៊ុនមួយត្រូវគេតម្រង់ទីដៅតែ2ថ្ងៃក៏លីបាត់ មែនទេពូកែដល់ថ្នាក់ហ្នឹង តើគួរធ្វើម៉េចទៅ ជាងថងមិនមែននៅត្រកូលហ៊ូទេឲ្យជាងថងទៅគិតរកវិធីទៅ ខ្ញុំប្រាប់អ្នកទៅបើអ្នកមិនចង់បានរបស់របរដែលជាគេមរឹករបស់ម្ដាយអ្នកទេអ្នកក៏គុំជួយក្រុមហ៊ុនជាង CA ខ្ញុំចង់មើលណាស់ថាតើរបស់របររបស់ម្ដាយអ្នកសំខាន់ឬក៏ ប្រកួតរបស់ម៉ាក់ខ្ញុំទាំងអស់មកឲ្យខ្ញុំវិញសិនជិះវៀងខ្ញុំមិនជួយអ្នកទេ តើតែអ្នកជួយសម្រេចការងារសិនទើបខ្ញុំប្រកួតរបស់ម្ដាយអ្នកឲ្យបើប្រកួតឲ្យអ្នកហើយអ្នកមិនជួយខ្ញុំតើឲ្យខ្ញុំទៅរកអ្នកណា ធ្វើតាមអ្វីដែលខ្ញុំនិយាយឬក៏យើងបែកបាក់រំលាយទាំងអស់គ្នាជ្រើសរើសដោយខ្លួនឯងទៅឬក៏លោកប្រកួតឲ្យនាងទៅយ៉ាងណាក៏របស់នោះមិនសូវមានតម្លៃប៉ុន្មានដែរ និយាយអញ្ចឹងមែនហើយប៉ុន្តែក្រែងលោកស្រីម្នាក់នេះ លោកអាចប្រកួតឲ្យមួយផ្នែកសិនចាំនាងធ្វើរួចរាល់ចាំប្រកួតផ្នែកដែលសល់ឲ្យ បានប៉ុន្តែតតែនាងធ្វើការងារឲ្យរួចរាល់សិនទើបប្រកួតផ្នែកដែលសល់ឲ្យ ក៏បានប្រកួតឲ្យខ្ញុំមួយផ្នែកសិនមកឈិនមេអ្វីដែលឯងនឹងជាងឆឹងលីបានធ្វើបាបម៉ាក់ខ្ញុំនឹងសងសឹកវិញទ្វេដង
អ្នកប្រុសលោកជាងឈឹងលីបានចាប់ផ្ដើមប្រើប្រាស់គេមរតកមកបង្ខំអ្នកស្រីក្មេងឲ្យជួយក្រុមហ៊ុនជាងស៊ីហើយអាខានការបង្កាប់លើក្រុមហ៊ុនជាងស៊ីជាបណ្ដោះអាសន្នសិនអ្នកប្រុសក្រុមហ៊ុនជាងស៊ីចិត្តអាក្រក់ចំពោះអ្នកស្រីក្មេងយ៉ាងនេះហើយអ្វីបានជាអ្នកប្រុសសម្រេចចិត្តលើកលែងឲ្យពួកគេរងចាំរហូតដល់ជាងឈឹងលីទម្លាយសន្លឹកបៀទាំងអស់ចេញមកពេលនោះហើយទើបជាពេលវេលាល្អបំផុតក្នុងការកំទេចពួកគេឲ្យរំលាយពេលទីងតើអ្នកនឹងវិនឈីងមានទំនាក់ទំនងអ្វីនឹងគ្នាឲ្យប្រាកដតើអ្នកពិតជាមិនពិចារណាឲ្យខ្ញុំជួយអ្នកទេមិនបាច់ទេអ្នកកុំរឹងរូសពេកអីយ៉ាងណាក៏កាលនោះពួកយើងធ្លាប់ជាសង្សារនឹងគ្នាដែរស្ថានភាពរបស់អ្នកពេលនេះមិនមែនជាអ្វីដែលខ្ញុំចង់ឃើញនោះទេប្រសិនបើអ្នកត្រូវការខ្ញុំអាចជួយបានគ្រប់ពេលអ្នកកុំបដិសេធខ្ញុំអីចាត់ទុកថាប្រគល់ឱកាសឲ្យខ្ញុំកែខុសរឿងកាលពីមុនទៅចោះបានទេពេលទីងរឿងកាលពីមុនអ្នកស្ដាប់ខ្ញុំពន្យល់បន្តិចបានទេកាលនោះខ្ញុំមិនមែនចេតនាចាក់ចេញពីអ្នកទេគឺមកពីខ្ញុំជូនពរអ្នកនឹងវិញឈីងស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងវិញចេញថ្ងៃក្រោយអ្នកកុំមកភូមិគ្រឹះចាស់ទៀតអីពួកយើងជារឿងអតីតកាលហើយក៏គ្មានការចាំបាច់ត្រូវជួបគ្នាទៀតដែរម្យ៉ាងទៀតរឿងកាលនោះនរណាត្រូវនរណាខុសវាមិនសំខាន់ទៀតទេពេលនេះខ្ញុំមានគ្រួសារហើយជួយចាត់ការរឿងមួយឲ្យខ្ញុំផងអ្នកប្រុសធំស្វីវយ៉ាងដើម្បីតាមរកអ្នកនាងគឺមិនដែលបោះបង់បំណងឡើយនេះជាព័ត៌មានរបស់ជាងធំដែលអ្នកប្រុសឲ្យតាមរកជាងធំតើអ្នកពិតជាស្វីវយ៉ាងមែនទេជាងធំតើអ្នកកើតអ្វីហ្នឹងមិនសប្បាយចិត្តមែនទេមកពីហួបៃថឹងធ្វើឲ្យអ្នកមិនសប្បាយចិត្តមែនទេមើលថែមនុស្សស្រីរបស់អ្នកឲ្យបានល្អទៅកុំឲ្យវិនឈីងមករកហួបៃថឹងទៀតវិនឈីងនាងនិងហួបៃថឹងធ្លាប់មានអតីតកាលជាមួយគ្នាវិនឈីងអាចចាត់ទុកថាជាស្រមោលស្នេហ៍ដំបូងក្នុងចិត្តរបស់ហួបៃថឹងកាលនោះគាត់នឹងវិនឈីងសំគ្នាដោយគូព្រេងគួរឲ្យស្ដាយដែលក្រោយមកជើងរបស់ហួបៃថឹងមានបញ្ហាវិនឈីងមិនចង់ប្រឈមមុខនឹងជីវិតបែបនេះនៅថ្ងៃមុខទើបឆ្លោះគ្នាខ្លាំងជាមួយហួបៃថឹងហើយក៏ចាក់ចេញទៅហួបៃថឹងជាមនុស្សមានកិត្តិយសខ្ពស់ប៉ុណ្ណាអ្នកក៏ដឹងដែរគាត់ធ្លាប់អោនក្បាលសុំអង្វរវិនឈីងជាច្រើនលើកតែគ្មានលទ្ធផលទើបអ្នកទាំងពីរដាច់ស្រេចពីគ្នាក្រោយមកខ្ញុំក៏បានទៅបរទេសហើយចៃដន្យឲ្យរៀនសាលាតែមួយជាមួយវិនឈីងរហូតដល់ស្គាល់គ្នាយូរទៅទើបដឹងថាវិនឈីងខំរៀនជំនាញវិទ្យាសាស្ត្រគឺដើម្បីហួបៃថឹងបើតាមស្ថានភាពកាលនោះអ្នកគឺជារឿងលើសលួសហើយជាថ្មរាំងផ្លូវនៅចន្លោះពួកគេទាំងពីរជាងថងអ្នកនឹងហួបៃថឹងគ្រាន់តែជាទំនាក់ទំនងតាមកិច្ចសន្យាយកអ្វីដែលរៀងខ្លួនត្រូវការប៉ុណ្ណោះអ្នកគឺដើម្បីបំពេញបំណងចាស់ទុំគង់តែថ្ងៃណាមួយអ្នកទាំងពីរនឹងលែងលះគ្នាតាកុំគិតច្រើនអីប្រហែលជាអ្វីដែលខ្ញុំនិយាយមិនត្រូវដែរតើឯងកំពុងធ្វើអ្វីនៅទីនេះហើយថែមទាំងនៅជាមួយជាងធំទៀតត្រកូលហួមិនទាន់ដល់វេនឯងគ្រប់គ្រងទេហេតុអ្វីខ្ញុំទៅណាមកណាត្រូវរីកាប្រាប់ឯងកុំគិតថាខ្ញុំមិនដឹងថាឯងកំពុងរៀបចំផែនការអ្វីរឿងអាក្រក់អ្វីឲ្យសោះឯងប្រយ័ត្នឲ្យមែនទេហួបៃថឹងចុះឯងសាកនិយាយមកមើលខ្ញុំមានគំនិតអ្វីអាចធ្វើសកម្មភាពបានហើយលែងខ្ញុំទៅឥឡូវនេះខ្ញុំមិនចង់និយាយជាមួយអ្នកហើយក៏មិនចង់ទៅជាមួយអ្នកដែរអូនចង់ទៅជាមួយហួសាវថឹងស្អីគេបងប្រាប់អូនណាជាងធំមួយជីវិតនេះកុំសង្ឃឹមឲ្យសោះឲ្យតែមានបងនៅឲ្យតែបងនៅរស់មួយថ្ងៃកុំសង្ឃឹមឲ្យសោះខ្ញុំនៅជាមួយអ្នកណាក៏ដោយមិនពាក់ព័ន្ធនឹងអ្នកទេជាងធំមនុស្សដូចជាហួសាវថឹងមិនមែនសាមញ្ញដូចអ្វីដែលអូនគិតនោះទេចុះអ្នកវិញគិតថាខ្លួនឯងសាមញ្ញណាស់មែនទេ
រវាងអ្នកនឹងវិញឈីងមិនស្មោះត្រង់នឹងគ្នាផងចាំបាច់មកតាមដានខ្ញុំនឹងហ៊ូសាវធីងធ្វើអីហើយពួកយើងទាំងពីរអ្នកក៏មិនបានផ្អែមល្ហែមដូចអ្នកនឹងវិញឈីងដែរគ្រាន់តែខ្ញុំនិយាយមួយម៉ាត់ជាមួយគាត់អ្នកទ្រាំមិនបានទៅហើយចុះខ្ញុំ មនុស្សដូចជាគេមិនធម្មតាទេបើគេធម្មតាក្រុមហ៊ុននៅបរទេសគេមិនអាចបង្កើតឡើងបានទេ ហ៊ូសាវធីងមិនធម្មតាអញ្ចឹងអ្នកនិយាយឲ្យច្បាស់មកគេមិនធម្មតានៅត្រង់ណាមួយវិញទៀតគេគ្រាន់តែប្រាប់ខ្ញុំថាអ្នកនឹងវិញឈីងកាលពីមុនជាស្នេហាគ្រាដំបូងតាំងពីក្មេង មិនមែនទេខ្ញុំនឹងវិញឈីងកាប់ផ្ដាច់គ្នាយូរហើយអ្នកកុំមកចាប់ប្រកាន់ខ្ញុំផ្ដេសផ្ដាស់ បើអ្នកផ្ដាច់ទំនាក់ទំនងជាមួយនាងហើយប្រកាសជាមិនតាក់ទងគ្នាទៀតទេប៉ុន្តែថ្ងៃនេះខ្ញុំបានឃើញអ្នកទាំងពីរជាងថងហ៊ូសាវធីងគឺជារបស់ខ្ញុំ មនុស្សខូចដូចជាអ្នកគេមកតាមរកអ្នកដល់ថ្នាក់នេះហើយអ្នកនៅថាគ្មានពាក់ព័ន្ធជាមួយគេទៀតប្រសិនបើគ្មានពាក់ព័ន្ធទេតើគេអាចមកតាមរកអ្នកបានយ៉ាងម៉េច ខ្ញុំពិតជាគ្មានពាក់ព័ន្ធជាមួយនាងមែននាងមកតាមរកខ្ញុំគឺជារឿងដែលនាងគិតតែម្ខាងប៉ុណ្ណោះខ្ញុំចិត្តរៀបការជាមួយអ្នកទៅហើយតើខ្ញុំចាំបាច់ធ្វើបែបនេះធ្វើអ្វី ពិតជាបែបនេះមែនឬ កាលពីមុនខ្ញុំនិងនាងពិតជាធ្លាប់ជាសង្សារនឹងគ្នាអ្នកក៏ដឹងដែរខ្ញុំជាមនុស្សខ្វិនតែមានមនុស្សធម្មតាណាឲ្យតម្លៃខ្ញុំដើមឡើយគិតថានាងជាពន្លឺជួយសង្គ្រោះខ្ញុំមិនស្មានសោះបែរជាចម្រៅជ្រុះទៅវិញ ប៉ុន្តែវិញខេងនៅបរទេសដើមឡើយរៀនហិរញ្ញវត្ថុដើម្បីអ្នកនាងសុខចិត្តបដូរមករៀនវិទ្យាសាស្ត្រអ្នកមិនរំភើបបន្តិចសោះទេ រំភើបហេតុអ្វីខ្ញុំត្រូវរំភើបនាងចាក់ចេញទៅយ៉ាងដាច់ចិត្តយ៉ាងនេះតើឲ្យខ្ញុំរងចាំនាងរហូតដល់មិនខ្វល់ពីជីវិតខ្លួនឯងមែនទេ មែនឬអ្នកនឹងវិញខេងគ្មានពាក់ព័ន្ធអ្វីពិតមែន គឺពិតមែនហើយ លោកតាក៏ពោលថ្នាំដែរប៉ុន្តែខុសពីថ្នាំពោលរបស់អ្នកថ្នាំពោលដែលលោកតាហ៊ីវពោលគឺជាប្រភេទថ្នាំពោលសរសៃប្រសាទដ៏កម្របំផុតអ្នកកុំបារម្ភខ្ញុំមានវិធីព្យាបាល ស្អីគេហេតុអ្វីលោកតាកើតបែបនេះអរគុណអ្នកច្រើនហើយ មិនអីទេយ៉ាងណាយើងក៏ជាដៃគូសហការគ្នាដែរត្រូវតែជួយរក្សាការសម្ងាត់ឲ្យគ្នាទៅវិញទៅមក ហេតុអ្វីបានជាអ្នកដឹងច្បាស់យ៉ាងនេះ ស្អីគេ រឿងលោកតាធ្លាក់ខ្លួនឈឺហើយអ្នកថែមទាំងដឹងថាលោកត្រូវថ្នាំពោលទៀត តើគេមិនបានដឹងពីអត្តសញ្ញាណរបស់ខ្ញុំទេដឹងតើខ្ញុំមិនបានប្រាប់មុននេះទេអីខ្ញុំចេះវិទ្យាសាស្ត្របុរាណបន្តិចបន្តួចទើបខ្ញុំមើលដឹង មនុស្សរបស់ខ្ញុំបានឃើញអ្នកដើរចេញពីអភិជនត្រកូលທາງដោយផ្ទាល់ភ្នែកតើអ្នកចង់ឲ្យខ្ញុំនិយាយលម្អិតជាងនេះទៀតទេ ផ្លាត់ស្នៀតហើយហេតុអ្វីបានជាខ្ញុំប្រហែលយ៉ាងនេះត្រកូលທາງស្អីតើលោកកំពុងនិយាយពីអីហ្នឹង អ្នកមិនស្គាល់ត្រកូលທາងទេហ៎ ហេតុអ្វីបានជាលោកគិតថាយើងស្គាល់ត្រកូលທາງគឺត្រកូលທາງដែលបានមកកំសាន្តក្នុងពិធីជប់លៀងលើកមុនមែនទេសាយ៉ុងតើយើងកុំបែកគ្នាបានទេ ចេញឲ្យឆ្ងាយខ្ញុំប្រាប់ថាបែកគឺបែកហើយ សាយ៉ុង តើអ្នកមិនបាននិយាយថាជាងថងងាយស្រួលដោះស្រាយទេអីអ្នកគ្រាន់តែដោយសារតែទំនិញត្រូវផ្អាកហើយជាងថងមិនបាច់ណែនាំទេអ្នកគ្រាន់តែប្រាប់ខ្ញុំមកថាតើអ្នកចង់ឃើញជាងថងខូចឈ្មោះអាប់អនដែរឬទេចង់ឃើញនាងរស់មិនកើតស្លាប់មិនបានដែរឬទេ បងស្រីសុំទោសណាពីថ្ងៃមុនគឺខ្ញុំខុសហើយបងអាចទទួលការសុំទោសរបស់ខ្ញុំបានទេស្រាកម្រិតខ្ពស់បែបនេះត្រូវបានលាយចូលក្នុងនេះបើជាអ្នកមិនស្គាល់ស្រាទេប្រហែលជាក្រអូបតែមួយក្អឹកក៏សម្លាប់បាត់ទៅហើយ Constellation បងស្រីបងនៅតែមិនព្រមអត់ទោសឲ្យខ្ញុំទៀតមែនទេតើនាងខុសត្រង់ណាខ្ញុំមិនគួរចោទប្រកាន់បងមុនពេលរឿងរ៉ាវមិនទាន់ច្បាស់លាស់នោះទេបន្ទាប់មកទៀត ថ្ងៃក្រោយខ្ញុំក៏មិននិយាយផ្ដេសផ្ដាស់ទៀតដែរបងស្រីបងប្រញាប់ភ្លក់មើលតារសជាតិយ៉ាងម៉េចដែរនេះជាលើកទី1ហើយដែលខ្ញុំក្រឡុកស្រាបងស្រី ជាងធំចុងក្រោយឯងនៅតែធ្លាក់មកលើដៃអញដែរអញចង់ដឹងណាស់ថាបន្ទាប់ពីឯងអាម៉ាស់មុខខូចឈ្មោះនៅថ្ងៃនេះតើមានអ្នកណាយកឯងទៀតទេហាលសាវយងមិនដឹងថាសប្បាយចិត្តឬអត់ទេចំពោះការភ្ញាក់ផ្អើលដែលអញបានរៀបចំឲ្យឯងនោះ
ធ្វើបាបគេចុងក្រោយត្រូវជួបគ្រោះខ្លួនឯងចិត្តស្លាប់ហើយនាងមើលថែខ្លួនឯងឲ្យល្អទៅ